ផ្លែដល់ដីហ្នឹងផ្លែដល់ស្កាត់សួស្តីបងប្អូនទាំងគ្នាបាទឥឡូវនេះគឺដំណើរទៅបេះគូយហើយនេះអ្នកដប់នេះបងប្អូនតែនៅរៀងស្គីលហ្នឹងហ្នឹងគេផ្លែគូយបងប្អូននោះនៅស្គីលច្រើនមិនម៉ូតូបងប្អូនគ្នាបាទឥឡូវនេះគឺខ្ញុំធ្វើដំណើរឆ្ពោះទៅកាន់ក្រុងសៀមរាបដើម្បីបេះផ្លែគុយបងប្អូនក៏បំណងហ្នឹងគឺមិនធម្មតាទេបាទនិយាយលេងជុំជុំឲ្យបងប្អូនទេដោយសារតែខ្ញុំធ្វើដំណើរនេះគឺទៅលេងផ្ទះម៉ែក្មេងផងហើយទៅការបងប្អូនជដូនមួយផងខាងភរិយាខ្ញុំហើយក៏ឆ្លៀតឱកាសហ្នឹងក៏ថតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនានៅតាមដងផ្លូវក្រុងសៀមរាបអើយស្អាតមែនតើបងប្អូនទាំងនេះបាទផ្លូវ60នឹងគឺថាធម្មជាតិអមជុំវិញគឺអូល្អមែនតើបងប្អូនត្រជាក់ភ្នែកចឹងបងប្អូនមើលលើកណាគឺមានអារម្មណ៍ថាស្រស់ស្រាយមែនតើមិនចង់ឃ្លាតឆ្ងាយទេបាទអញ្ចឹងបងប្អូនទាំងគ្នាទៅតាមដានរាល់សកម្មភាពរបស់ខ្ញុំបាទខ្ញុំមិនបានថតការចូលរួមកម្មវិធីការទេក៏ប៉ុន្តែបានទៅបេះគួយជាមួយនឹងបងថ្លៃបាទបងថ្លៃគេជាអ្នកដប់បាទឈ្មោះថាមហាសម្បត្តិតែឥឡូវយើងទៅតាមដានបងប្អូនថាខ្ញុំបេះគួយបានឬក៏មិនបានបងគួយដើមខែហ្នឹងគឺថ្លៃផងណា1គីឡូ40000អីបានអញ្ចឹងប្រជាកសិករយើងខែនេះគឺគាត់ពឹងអាស្រ័យទៅលើផ្លែគួយផុតពីគួយដល់អីទៀតបងប្អូនបាទអានឹងសម្រាប់ពុកម៉ែបងប្អូនយើងគាត់នៅតាមតំបន់ព្រៃភ្នំស្រែចម្ការគាត់ដឹងបាទផុតពីគួយដល់អីគេសេមន់អីចឹងណាតែឥឡូវបងប្អូនយើងទៅមើលទាំងអស់គ្នាខ្ញុំនិយាយទៅចេះតែវែងទៅសួស្តីបងប្អូនទាំងគ្នាបាទឥឡូវនេះគឺដំណើរទៅបេះគួយហើយនេះអ្នកដប់អូអញ្ចឹងតាមដានទាំងអស់គ្នាបាទចូលបេះបានមើលគេហៅដប់អីគេហៅដប់អីគេគង់ចិនហ៎គង់ចិនជង្គង់ចិនអត់ស្គាល់ឆ្ងាយគឺចិត្តដែរមិនម៉ូតូទ្រង់រេរ៉ាអត់បើប៉ុណ្ណឹងមើលសាំងអត់សាំងមានដែរឥឡូវនេះគឺនៅខាងប្រទេសស្រែបងប្អូនបាទនៅផ្ទះមកក្មេងខាងប្រទេសស្រែម៉ូតូមិនចុះហេឲ្យឆេះសិនមើលឥឡូវឆេះម៉ូតូឆេះបានសម្រេចតែឥឡូវនេះទៅបងប្អូនបងប្អូនអ្នកដប់ទៅឈ្មោះថាមហាសម្បត្តិរមុខបាទអត់បានឡើងភ្នំបើឡើងភ្នំសបោមែនទេតែអីចាទៅភ្នំអូគួយបេះបានច្រើនអញ្ចឹងចាំទី1គីឡូម៉ានផ្លែដើមខែយហ៎បានហ្នឹងថា30000គួយឥឡូវមហាសម្បត្តិអុចបរិយសិនបងប្អូនអុចឆេះយកឆាឥឡូវដល់កន្លែងដែលយើងត្រូវចុះរម៉ូតូទុកចោលទេដោះមើលដល់ណាញ៉ាំបងប្អូនតែនៅរៀងស្គីលហ្នឹងអាហ្នឹងគេហៅផ្លែគុយបងប្អូននោះនៅស្គីលច្រើនផ្លែដល់លើ
tại dương ọt trơ ca thế dương trơ ca nó tùng xây sờn sao ta fly wow lại sờn mình ra một bộ nó hơn tại vì xây vậy nè ô no riêng skill mùi ảnh bè bàn nâu con bà vẫn đang ảnh bè bàn mùi nhầm bè vào mà đã mà wow nếu mà cái bàn đây fly đầu tiên mình cái mom cái rô đây thằng mình mà tàu mình cái còn bàn cùi làm mà cái thôn cái này ở đây bồn nên lùi bạn mục tiêu bằng phôn lại ní cái rô sơn sọp mà sầm bắt cho đam lai nữa sao mơ khơi nhưng mơ khơi sao bằng phôn quạt đưa hai này chấm nia nhé cái này prey cái nhờ còn cái lấy cái đằng thật tùng miền tùng giờ mơm khơi sao mơ bạch này tí cô khơi này rồi giờ khơi nó khơi fly xây sờn còn nâng chừng là mày sát tắc xây mùa toàn túng á nè hà fly xây hà tôm mùi pi đam khai nên bay ở một con fly nè mà cái lô pi mơn bay mơn nè bàn mùi cái lượng màu mình đam khai chân xong á một con bà tôm mùi pi với màu sol bèo bàn tại xây với cùng bèo tục ở bông ôn quạt rô còi thì đó quạt này màu còi thì đó cất chờ rô bàn chẳng á bông bà quạt rô ấy khai cùi của rô cùi nhân tàu cua nọ trong ngồi trong mơ khơi ô thật lẹ mùi một con bạc lẹ quá nè ngon lắm bà mò mùi tiệt bông bồn mà nè cái tinh thì cao nhưng sưu cái tròn tại bà là bê các bạn chẳng cái tinh đề rồi mà nó có tới rơi hết nó một món mà bên chứ ọt tề bồn tích ọt squall thập cả ấy một món bà thôi cộp nào một món cộp này nâng cái hai sọc rung đua là một món mà cả rung đua lên nè nào một món bếp cả mưa này ta thấy cộp bên spray một món cộp bên đây nè nó khinh cả zoom mọi người cả đang cũng đua luôn cộp nè rồi cùi kèn toàn ban cùi muối này mình ta nè lai cái nó nè lang cái chăm lang bè máu giờ nè tôi tuột vì cào nhưng mà rồi cùi tung khơi sao nè ông bò nó ốp cà rừng đua này ốp lên tên một này nè đi na thế nè ông bò nó có hòm pin pray nó một bò cà rừng đua nhiều là ban vấn đề không bọn nó xóm thôi nè một cùi fly tỉa khơi nhá và này fly
ลูกพลายพลายต้นแม่จะบ่นឆ្នាំនេះគឺគួយพลายមែនតែនដោយសារមានភ្លៀងអត់ដូចឆ្នាំមុនទេឆ្នាំមុនរាំង6 7ខែមានសើផ្លែណានេះផ្លែដល់ដីផ្លែឃើញតែអ្នកខ្លះមកបេះអត់ប្រយ័ត្នទៅជន់ដល់បេះអស់មើលនោះដល់បេះអស់ដល់អញ្ចឹងអ្នកក្រោយមកអញ្ចឹងទៅបានទុំបានអីបានបេះតែយើងបេះអត់ប្រយ័ត្នមើលនេះផ្លែដល់ដីហ្នឹងផ្លែដល់ស្កាត់ផ្លែច្រើនណាស់ផ្លែមែនតែនផ្លែមែនតែនត្មងអ្នកតលាក់ឆោតតលាក់ចូលអត់ចូលខ្លះអត់មួយមកបេកជួយអស់ចោះរកវីដេអូរបស់ខ្ញុំបានសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រ support ជួយ subscribe នៅ channel របស់ខ្ញុំបាទម្នាក់មួយផងណាហើយចាំមើលទស្សនាវីដេអូវគ្គ 2 បាទទៅគ្នាច្រើនបាទឥឡូវនេះគឺវីដេអូពីអ្នកមហាសម្បត្តិបាទបេះគួយមិនបានថតឲ្យបងប្អូនមើលឲ្យបានចប់សពគ្រប់ទេដោយសារតែកាមេរ៉ាវាអត់លត់គ្រឿងបងប្អូនបាទអញ្ចឹងទៅក៏បេះបានមកហូប4-5 នាក់ហ្នឹងអស់ហើយបាទដោយសារតែទៅ2នាក់ហើយបេះមិនបានច្រើនទេហើយនៅមួយទៅពេលម៉ោង 9 បាទម៉ោង 9 10 ហើយហ្នឹងបើយើងបានងើបទៅពីព្រឹកបាទបេះមុនគេអាហ្នឹងបានក្រែលអញ្ចឹងគួយខែនេះគឺដើមខែគឺថ្លៃបងប្អូនបាទគេលក់តាមតំបន់ទេសចរគឺ1គីឡូ 40000 ឯងតែបើយើងបេះផ្ទាល់អញ្ចឹងយើងបោះឲ្យម៉ូយគឺបានតែ 30000 ឯទេបងប្អូនបាទអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនទាំងគ្នាចាំមើលវីដេអូវគ្គ 2 សប្បាយបងប្អូនទៅគ្នាច្រើនគឺសប្បាយបេះគួយណាទៅគ្នា2នាក់រៀងស្ងប់ស្ងាត់អញ្ចឹងទៅតាមនឹងទៅចឹងអរគុណច្រើនណាបងប្អូនទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូននឹងជួយ subscribe នៅ channel របស់ខ្ញុំបាទម្នាក់មួយខ្ញុំបាទក៏មាន TikTok ដែរឈ្មោះថាសុកខានបងប្អូនជួយចុច follow ផងបាទកន្លែងនេះគេស្ពានអីគេគេហៅស្ពានអីគេស្ពាននេះថ្មីនោះមានទឹកតែខាងក្រោមអូស្អាតហើយនេះដើមសាឡៅនេះនៅកន្លែងស្ពាននេះថ្មីបងប្អូន